ដែរហើយខ្ញុំទំចាំទៅភាពតំណាងឲ្យអង្គការវមិនចាំខែចេះសូមថ្លែងអំណរគុណសម្រាប់អង្គការសេដ្ឋកិច្ចក្រែមដែលបានវគ្គបណ្ដុះបណ្ដាលស្ដីអំពីការពិនិត្យមើលឡើងវិញរបស់រចនាសម្ព័ន្ធឬការងាររបស់អង្គការហ្នឹងគឺថាខ្ញុំមានអារម្មណ៍ថាវាល្អភាសាទី1យើងអាចឆ្លុះបញ្ចាំងអំពីអ្វីដែលអង្គការយើងអនុវត្តកន្លងមកហើយទី2អ្វីដែលយើងមិនទាន់បានអនុវត្តល្អអ្វីដែលយើងត្រូវការធ្វើការកែតម្រូវធ្វើយ៉ាងម៉េចឲ្យបានល្អហើយមួយទៀតពីមុនមកដែលបានធ្វើទេអង្គការផ្សេងៗដែលបានរៀបចំចំណាត់គេ allocate budget 10% នៃ budget total ប្រចាំឆ្នាំដើម្បី capacity building របស់បុគ្គលិកហើយមួយទៀតជាចំណុចល្អដែរយើងបានជួបបុគ្គលិករបស់អង្គការពុំមិនរបស់ស្គាល់គ្នាហើយយើងបានអាចពិភាក្សាគ្នាស្គាល់គ្នាដើម្បីយើងចែកចាយរបស់ពិសោធន៍អ្វីដែលយើងធ្វើបានពីមុនមកល្អអ្វីដែលធ្វើទៅមិនទាន់បានល្អយើងអាច improve ថ្ងៃក្រោយអរគុណច្រើនសួរខ្ញុំឈ្មោះអសេងសុភីខ្ញុំជាបុគ្គលិកអង្គការពុំមិនសម្រាប់ការវគ្គបណ្ដុះបណ្ដាលក៏ដូចជាវគ្គប្រឹងសមត្ថភាពរយៈពេល3ថ្ងៃនេះសម្រាប់ទីក្រុងខ្ញុំមានអារម្មណ៍ថាក៏ដូចជាអង្គការរួមមកផ្ទាល់ដែរខ្ញុំមើលឃើញថាវគ្គបណ្ដុះបណ្ដាលរយៈពេល3ថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំក៏ដូចជាអង្គការរួមដែរក្នុងការថាតើសម្រាប់អង្គការរួមយើងនៅក្នុងកម្រិតណាយើងមានចំណុចខ្វះខាតអីដែលយើងត្រូវបំពេញបន្ថែមឡើងហើយយើងធ្វើម៉េចដើម្បីការចែករំលែកទៅលើព័ត៌មានក្នុងស្ថាប័នយើងដើម្បីឲ្យគម្រោងរបស់យើងឆ្លើយតបទៅនឹងម្ចាស់ចំនួនដែលត្រូវការក៏ដូចជាមើលឃើញថាអ្នកដែលទទួលផលក៏ដូចជាកុមារនៅក្នុងប្រទេសកម្ពុជាដែលគាត់មានបញ្ហាគឺយើងអាចជួយបានបាទសូមអរគុណបាទខ្ញុំឈ្មោះនងបន្ថេងជា Project Manager ប្រចាំនៅស្រុកព្រះស្ដាំហើយខ្ញុំបានមកចូលរួមworkshopជាមួយនឹងក្រុមការងាររបស់យើងដែលមកពីខេត្តនានាហើយតាក់ទងទៅនឹងប្រធានបទអំពីអូកានេះគឺយើងចង់និយាយអំពី organizational development assessment ហើយខ្ញុំមានការសប្បាយរីករាយដោយសារថាយើងបានយល់ដឹងអំពីគោលបំណងសំខាន់នៃសិក្ខាសាលារបស់យើងរយៈពេល2ថ្ងៃកន្លះនេះទៅលើប្រធានបទដែលពាក់ព័ន្ធដូចជាអភិបាលកិច្ចទៅលើទូនាទីរបស់បទក្រុមប្រឹក្សាពិបាលរបស់អង្គការក៏ដូចជាការសម្រេចចិត្តរបស់ក្រុមប្រឹក្សាពិបាលថាតើគាត់អាចជួយទៅលើអ្វីខ្លះហើយរៀបចំជា policy ជាគោលការណ៍របស់អង្គការទៅតាមវិស័យនានាដែលគាត់អាចជួយបានផ្ដល់ជាយោបល់ឬក៏ប្រឹក្សាជាយោបល់មានការប្រជុំប្រចាំឆ្នាំឬក៏មានជាមហាសន្និបាតរបស់អង្គការឡើងបន្ទាប់មកយើងក៏អាចបានដឹងអំពីទំនាក់ទំនងតើការធ្វើទំនាក់ទំនងជាមួយនឹងស្ថាប័ននានាអាចថាមានទំហំកម្រិតប៉ុណ្ណាបាទនិយាយរួមទៅគឺថាយើងមាន3 seat មានន័យថា3ផ្ទាំងធំទៅលើប្រធានបទហើយប្រធានបទទាំងអស់នេះសុទ្ធតែសំខាន់ហើយវាគឺជា refresh វាជាឱកាសមួយនៅក្នុងការធ្វើជា refresh មួយរំលឹកទៅដល់ស្ថាប័នឬក៏អង្គការរបស់យើងដើម្បីងាកមកចាប់អារម្មណ៍ធ្វើយ៉ាងណាឲ្យស្ថាប័នរបស់យើងមានលក្ខណៈពេញលេញហើយយើងអាចជាកញ្ចក់ឆ្លុះបញ្ចាំងថាតើអង្គការរបស់យើងមានលក្ខណៈគ្រប់គ្រាន់នៅក្នុងពេលដែលយើងមានយុទ្ធនាការរកថវិកាឬរកជំនួយពីប្រភពខាងក្រៅពេលខ្លះស្ថាប័នឬក៏ម្ចាស់ជំនួយគេតម្រូវឲ្យយើងនឹងមានជា gender equality សមភាព gender លក្ខណៈដើម្បីធ្វើយ៉ាងណាគេពេញចិត្តហើយអាចថាគេផ្ដល់ជាជំនួយឲ្យយើងទៅតាមលក្ខខណ្ឌដែលគេចង់បានបាទសូមអរគុណ ជាជំរាបសួរខ្ញុំឈ្មោះយក្ខធីមកពី
ជាកម្មវិធីចាំផ្សាយរបស់ជ័យថ្ងៃនេះក្នុងរយៈពេលពីថ្ងៃ12រហូតដល់ថ្ងៃ15នេះខ្ញុំមានមោទនភាពណាស់ដែលបានមកចូលរួមក្នុងសិក្ខាសាលាពីពង្រឹងសមត្ថភាពលើក្រុមមជ្ឈមណ្ឌលរបស់អង្គការជំនាន់ទូទាំងខេត្តហើយដោយបានមានពង្រឹងពីសមត្ថភាពរបស់ក្រុមការងាររបស់អង្គការជំនាន់ដ៏ល្អនិងមានកិត្តិយសបំផុតដែលមានម្ចាស់គម្រោងដែលបានជួយឧបត្ថម្ភទៅដល់ការពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលរបស់អង្គការជំនាន់ហើយថ្ងៃនេះខ្ញុំមានសំណាងល្អដែលបានចូលរួមនៅក្នុងកម្មវិធីនេះដោយសារខ្ញុំមានបទពិសោធន៍និងចំណេះដឹងជំនាញមានតាំងពីយូរមកប៉ុន្តែនៅចំណុចខ្វះខាតដែលថ្ងៃនេះដែលខ្ញុំបានចូលរួមសិក្ខាសាលានឹងដ៏ល្អក្នុងចំណេះដឹងដែលយើងខ្វះចំណុចចន្លោះប្រហោងរបស់នាងខ្ញុំផ្ទាល់ដោយមានមោទនភាពដែលបានចេះដឹងពីបទពិសោធន៍រយៈ3ថ្ងៃនេះខ្ញុំឈ្មោះការយូនីហើយខ្ញុំគឺជាប្រធានសម្របសម្រួលគម្រោងសហគមន៍និងសុវត្ថិភាពប្រចាំនៅខេត្តព្រៃវែងស្រុកកំពង់ត្បែកចា៎សម្រាប់ការចូលរួមវគ្គបណ្ដុះបណ្ដាលនៅក្នុងវគ្គនេះគឺខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយមែនទែនព្រោះចំណេះដឹងនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះបានជួយឲ្យខ្ញុំក៏ដូចជាស្ថាប័នទាំងមូលបានធ្វើការឆ្លុះបញ្ចាំងចា៎វាវគ្គនេះវាប្រៀបដូចជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងឲ្យយើងបានដឹងថាតើស្ថាប័នយើងហ្នឹងអនុវត្តការងារបានដល់កម្រិតណាហើយយើងនៅមានចំណុចខ្វះចន្លោះកម្រិតណាទៀតហើយយើងនឹងជួយកែសម្រួលចំណុចខ្វះចន្លោះនេះដើម្បីឲ្យស្ថាប័នយើងកាន់តែល្អប្រសើរចា៎ហើយនាងខ្ញុំសូមថ្លែងអំណរគុណសម្រាប់អ្នករៀបចំវគ្គសិក្ខាសាលាដែលធ្វើឲ្យមានវគ្គសិក្ខាសាលានេះកើតឡើងចា៎